សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះvừaជួបគ្នាទៀតហើយនៅក្នុងនេះយើងមើលសម្រាប់ខែ5ឬក៏ខែឧសភាយើងមើលអំពីដើមខែដល់ចុងខែដូច្នេះហើយយើងមើលថាតើនៅក្នុងនេះពីដើមខែដល់ចុងខែមានអ្វីខ្លះចូលមកសម្រាប់បងប្អូនទាំងអស់គ្នាតើពីដើមខែដល់ចុងខែមានអ្វីល្អខ្លះសម្រាប់អ្នកដូច្នេះហើយយើងសុំសិលកាតចំនួន3ដោយសពមួយដងគឺមានដើមខែ1ពាក់កណ្ដាលខែ1និងចុងខែ1ដូច្នេះហើយយើងចូលមើលទាំងអស់គ្នាតើសម្រាប់ដើមខែឧសភានឹងមានអ្វីចូលមកសម្រាប់អ្នកតើមានអ្វីសម្រាប់អ្នកនៅក្នុងដើមខែឧសភានេះតើនៅពាក់កណ្ដាលខែមានអ្វីចូលមកសម្រាប់អ្នកតើនៅពាក់កណ្ដាលខែ5មានអ្វីចូលមកសម្រាប់អ្នកតើនៅចុងខែឧសភានឹងមានអ្វីចូលមកសម្រាប់អ្នករួចហើយបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកមើលថាតើនៅដើមខែឧសភានឹងមានអ្វីចូលមកសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់នៅដើមខែឧសភានេះបងប្អូនទាំងអស់គ្នាអាចនឹងមានការមមាញឹកជាមួយនឹងការងាររបស់បងប្អូនទាំងអស់គ្នាដោយសារតែនៅក្នុងនោះមានការងារច្រើនឬក៏មានទំនួលខុសត្រូវច្រើនចូលមកក្នុងជីវិតអ្នកដែលអ្នកទាំងអស់គ្នាអត់អាចដាក់ដៃបានទេពីព្រោះវាជាទំនួលខុសត្រូវរបស់អ្នកដូច្នេះហើយមើលឃើញថាមានការងារច្រើនខ្លាំងមែនទែននៅក្នុងម្លងដើមខែឧសភាអ្នកទាំងអស់គ្នាអាចមានការរវល់ខ្លាំងជាមួយនឹងការងាររបស់អ្នកទាំងអស់គ្នាផ្ទាល់ហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាបងប្អូនទាំងអស់គ្នាគឺអាចមានការងារបន្ទាន់ជាច្រើនដែលអ្នកទាំងអស់គ្នាត្រូវធ្វើដែលអ្នកទាំងអស់គ្នាអត់អាចឈប់សម្រាកបានដូចនេះហើយមើលឃើញថានៅក្នុងនឹងផ្ទាល់អ្នកទាំងអស់គ្នាមិនថាមានការរវល់ខ្លាំងឬក៏មានការងារច្រើនខ្លាំងយ៉ាងណាទេគឺអ្នកទាំងអស់គ្នាគិតថាវាជាទំនួលខុសត្រូវរបស់អ្នកដូច្នេះហើយអ្នកទាំងអស់គ្នាអត់អាចបោះបង់ចោលឬក៏អត់អាចលាក់ដៃចោលអំពីការងារទាំងអស់នឹងបានទេពីព្រោះវាជាតួនាទីនៃការទទួលខុសត្រូវរបស់អ្នកឬក៏អាចនឹងថាបងប្អូនទាំងអស់គ្នាគឺជាមេគ្រួសារដែលមានការទទួលខុសត្រូវឬក៏មានការទទួលរ៉ាប់រងច្រើននៅក្នុងជីវិតបងប្អូនទាំងអស់គ្នានឹងដូច្នេះហើយមើលឃើញថានៅក្នុងដើមខែបងប្អូនទាំងអស់គ្នារៀងមានការមមាញឹកខ្លាំងពាក់ព័ន្ធជាមួយនឹងរឿងការងាររបស់បងប្អូនទាំងអស់គ្នាពីព្រោះអាចថាអត់មាននរណាគេអាចជួយបងប្អូនទាំងអស់គ្នាបានទេពីព្រោះវាជាទំនួលខុសត្រូវរបស់អ្នកដូច្នេះហើយមើលឃើញថាដើមខែនេះអ្នកទាំងអស់គ្នាអាចនឹងមានការមមាញឹកខ្លាំងពាក់ព័ន្ធជាមួយនឹងរឿងការងាររបស់អ្នកទាំងអស់គ្នាផ្ទាល់ឥឡូវនេះយើងមកមើលពាក់កណ្ដាលខែថាតើនៅពាក់កណ្ដាលខែឧសភាឬក៏ពាក់កណ្ដាលខែ5នឹងមានអ្វីរឿងអ្វីសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់នៅពាក់កណ្ដាលខែ5បងប្អូនទាំងអស់គ្នានឹងទទួលបានរឿងមួយចំនួនដែលចូលមកធ្វើឲ្យអ្នកទាំងអស់គ្នានឹកស្មានមិនដល់នៅក្នុងនឹងផ្ទាល់មើលឃើញថារឿងទាំងអស់ហ្នឹងអត់ដឹងថាវាជារឿងល្អឬក៏មិនល្អទេឲ្យបងប្អូនទាំងអស់គ្នាមានការតាមដាននិងសង្កេតមើលខ្លួនឯងពីព្រោះនៅក្នុងនេះយើងអត់អាចកាត់សេចក្តីបានថាវាជារឿងបែបណាទេប៉ុន្តែដឹងត្រឹមថានឹងមានការកើតឡើងពាក់ព័ន្ធជាមួយនឹងអារម្មណ៍ហ្នឹងគឺមានការរំភើបញាប់ញ័រ
អាចថាគឺមានអារម្មណ៍ទាំងអស់នឹងកើតឡើងអ្វីដែលសំខាន់គឺវាកើតឡើងលឿនឆាប់តែម្ដងវាធ្វើឲ្យអ្នកទាំងអស់គ្នាអត់អាចត្រៀមខ្លួនទប់ទល់មុនបានទេដូច្នេះហើយនេះគឺជារឿងមួយដែលកើតនៅក្នុងពាក់កណ្ដាលខែឧសភាដូច្នេះហើយចូលបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នមិនថារឿងនឹងជារឿងល្អឬក៏មិនល្អទេចង់ឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នគ្រប់ពេលគ្រប់វេលាគ្រប់សកម្មភាពនៅអ្វីដែលអ្នកនរគ្នាធ្វើពីព្រោះអានថារឿងទាំងអស់ហ្នឹងវាកើតឡើងដោយនឹកស្មានមិនដល់វាមិនបានប្រាប់ឲ្យយើងដឹងមុនទេគ្រាន់តែថាអ្វីចង់ឲ្យអ្នកទាំងអស់គ្នាមានការប្រយ័ត្នប្រយែងឲ្យបានច្បាស់លាស់មិនថាអ្នកទាំងអស់គ្នាធ្វើអ្វីមួយក៏ដោយត្រូវតែមានការប្រុងប្រយ័ត្នពីព្រោះនៅក្នុងនេះវាជាការត្រៀមខ្លួនទុកជាមុននៅក្នុងការទទួលយករឿងទាំងអស់ហ្នឹងពីព្រោះយើងអត់ដឹងថារឿងទាំងអស់ហ្នឹងវាជារឿងអ្វីឡើយប៉ុន្តែដឹងត្រឹមថានៅក្នុងនេះពាក់កណ្ដាលខែនេះចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើអ្វីមួយដោយមានការប្រុងប្រយ័ត្នឲ្យមានការត្រិះរិះពិចារណាបានច្បាស់លាស់ដើម្បីជៀសផុតពីរឿងមិនល្អបើសិនជារឿងល្អវិញអានថាមើលឃើញថាបងប្អូនទាំងអស់គ្នាមានអារម្មណ៍រំភើបរីករាយចូលមកដែលធ្វើអ្នកទាំងអស់គ្នានឹកស្មានមិនដល់ដូច្នេះហើយនេះគឺជារឿងមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវដឹងនៅពាក់កណ្ដាលខែហ្នឹងមិនថាមានរឿងអ្វីកើតឡើងក៏ដោយចូលអ្នកទាំងអស់គ្នាមានការត្រៀមខ្លួនទុកជាមុនមានការប្រុងប្រយ័ត្នដើម្បីអ្នកទាំងអស់គ្នាអាចជៀសផុតនៅរឿងមិនល្អដើម្បីទទួលបានរឿងល្អចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាវិញឥឡូវនេះយើងមកមើលចុងខែឧសភាតើចុងខែឧសភានឹងមានអ្វីចូលមកស្រាប់អ្នកសម្រាប់នៅចុងខែឧសភាអានថាក៏មិនខុសពីដើមខែដែរគ្រាន់តែថានៅក្នុងចុងខែឧសភាអ្នកទាំងអស់គ្នាមានការមមាញឹកក្នុងការធ្វើការងារដែរអ្វីដែលសំខាន់នោះមានការញាប់ដៃញាប់ជើងខ្លាំងមែនទែននៅក្នុងពេលវេលាហ្នឹងអាចនឹងមានការរវល់ច្រើនមានការញាប់ដៃញាប់ជើងខ្លាំងនៅក្នុងការបំពេញការងារពីព្រោះអ្នកទាំងអស់គ្នាអានថាអ្នកទាំងអស់គ្នាអានថាវាជាពេលវេលាមួយដែលបញ្ញាប់បញ្ញាល់ដោយសារតែអ្នកទាំងអស់គ្នាចង់បំពេញការងារទាំងអស់ហ្នឹងឲ្យឆាប់រួចរាល់ដូច្នេះហើយធ្វើអ្នកទាំងអស់គ្នាមានការញាប់ដៃញាប់ជើងខ្លាំងមែនតើនៅក្នុងអំឡុងចុងខែឧសភាធ្វើអ្នកទាំងអស់គ្នាមានការមមាញឹកខ្លាំងមែនតើដូចនេះហើយអាចនឹងមានការធ្វើការដល់ពេញទីដើម្បីសម្រេចគោលដៅឬក៏ការងារបានឆាប់រហ័សហើយចេញលទ្ធផលមកល្អផងដែរដូច្នេះហើយនៅក្នុងចុងខែអាចនឹងមានការទទួលបានការងារថ្មីទៀតផងដូចនេះហើយមិនថាយ៉ាងណាក៏ដោយនៅក្នុងអំឡុងពេលចុងខែហ្នឹងគឺស្ថិតនៅក្នុងអំឡុងពេលដែលមានការប្រញាប់ញាប់ដៃញាប់ជើងខ្លាំងមែនតើពីព្រោះមានការងារចូលច្រើនត្រូវឲ្យអ្នកទាំងអស់គ្នាបំពេញហើយមិនត្រឹមតែប៉ុណ្ណោះមើលឃើញថានៅក្នុងចុងខែនេះទោះបីជាអ្នកទាំងអស់គ្នាចង់ស្ងៀមក៏វាមិនអាចដែរពីព្រោះនៅក្នុងពេលវេលាហ្នឹងអ្នកទាំងអស់គ្នាអាចនឹងមានការញាប់ដៃញាប់ជើងខ្លាំងមែនតើអាចនឹងមានការរវល់ច្រើនដូច្នេះហើយអត់មានពេលឈប់សម្រាកទេប៉ុន្តែនៅក្នុងហ្នឹងបើអ្នកទាំងអស់គ្នាអាចនឹងថាបំពេញការងារបានឆាប់រួចរាល់នោះអ្នកទាំងអស់គ្នាអាចនឹងបញ្ចប់ហើយអាចនឹងមានពេលសម្រាប់អ្នកទាំងអស់គ្នាដូច្នេះហើយការបញ្ញាប់បញ្ញាល់នេះគឺអ្នកទាំងអស់គ្នាចង់ធ្វើការងារមួយនឹងឲ្យឆាប់រួចរាល់ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចបញ្ចប់ការងារដ៏ល្អតែប៉ុណ្ណោះដូច្នេះហើយមើលឃើញថានៅក្នុងនេះផ្ទាល់សម្រាប់ដើមខែឧសភាឬក៏ដើមខែ5នេះគឺអ្នកទាំងអស់គ្នាមានទំនួលខុសត្រូវច្រើនឬក៏មានការងារច្រើនដែលអ្នកទាំងអស់គ្នាត្រូវទទួលខុសត្រូវដូច្នេះហើយទោះបីជាមានការនឿយហត់យ៉ាងណាក៏ដោយក៏អ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងធ្វើវាដោយម្នាក់ឯងដែរនៅក្នុងនេះអ្នកទាំងអស់គ្នាគឺជាមនុស្សដែលតស៊ូអត់ធ្មត់ខ្លាំងមែនទែនបើសិនជាមនុស្សស្រីមានន័យថាអ្នកទាំងអស់គ្នាជាមនុស្សដែលពូកែដែលអាចធ្វើការងារបានទាំងមនុស្សស្រីទាំងមនុស្សប្រុសអ្វីដែលសំខាន់គឺមានទំនួលក្នុងក្រុមគ្រួសារទៀតផងដូច្នេះហើយមើលឃើញថានៅដើមខែអ្នកទាំងអស់គ្នារៀងមានទំនួលខុសត្រូវច្រើនពាក់ព័ន្ធជាមួយនឹងការងាររបស់បងប្អូនទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាអត់អាចដាក់ដៃបានទេពីព្រោះវាជាទំនួលខុសត្រូវរបស់អ្នកចំណែកនៅពាក់កណ្ដាលខែឧសភាវិញមើលឃើញថាមានរឿងមួយចូលមកដែលធ្វើអ្នកទាំងអស់គ្នានឹកស្មានមិនដល់ដូច្នេះហើយចូលអ្នកទាំងអស់គ្នាមានការត្រៀមខ្លួនមានការប្រុងប្រយ័ត្នមិនថារឿងទាំងអស់ហ្នឹងជារឿងល្អឬក៏មិនល្អឡើយដូច្នេះហើយកុំធ្វើប្រហែសជាមួយនឹងអ្វីដែលបានកើតឡើងនៅក្នុងពាក់កណ្ដាលខែនឹងឲ្យសោះពីព្រោះវាកើតឡើងធ្វើអ្នកទាំងអស់គ្នានឹកស្មានមិនដល់ទេដូច្នេះហើយចូលអ្នកទាំងអស់គ្នា
មានការប្រុងប្រយ័ត្នជាមួយនៅពាក្យកណ្ដាលខែនឹងអត់ចោលទាំងអស់គ្នាមានការធ្វើប្រហែសជាមួយនឹងការគិតជាមួយនឹងរឿងដែលបានកើតឡើងនឹងទេពីព្រោះវាកើតឡើងលឿនឆាប់ណាធ្វើអ្នកទាំងអស់គ្នាអត់អាចត្រៀមខ្លួនទុកមុនឡើយចំណែកនៅក្នុងចុងខែវិញមើលឃើញថាបងប្អូនទាំងអស់គ្នាអាចមានការរវល់ច្រើនដូច្នេះហើយអាចមានការញាប់ដៃញាប់ជើងខ្លាំងមែនទែនអ្វីដែលសំខាន់អ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងធ្វើការងារដើម្បីឲ្យឆាប់រួចរាល់មិនត្រឹមតែប៉ុណ្ណោះទៀតបងប្អូនទាំងអស់គ្នាខ្លះទៀតអាចនឹងទទួលបានការងារថ្មីសម្រាប់បងប្អូនទាំងអស់គ្នាដែលល្អផងដែរដូច្នេះហើយនេះគឺជាការមើលសម្រាប់ខែឧសភាឬក៏ខែ5ពីដើមខែដល់ចុងខែដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ